Wow look at this ខេត្តកំពតបាទអូខេនៅមកដល់ខេត្តកំពតហើយអញ្ចឹងខ្ញុំនឹងធ្វើ review រូបមួយនៅខេត្តកំពតនេះតែម្ដងបាទអញ្ចឹងតោះចាប់ឆោតបងប្អូនអូខេចំរូបនេះបាទ Take by iPhone 13 any recommendations បាទអញ្ចឹងខ្ញុំចាប់បានឈ្មោះ Suki Nai បាទ Suki Nai អូខេជាទូទៅគឺខ្ញុំចុច like ហើយនឹងខ្ញុំ comment ថា done ដើម្បីដឹងថាខ្ញុំធ្វើការ review រូបនេះហើយបាទអូខេបងប្អូនអញ្ចឹងជាទម្លាប់ទូទៅគឺខ្ញុំតែងតែនិយាយអំពីអ្វីដែលល្អបន្ទាប់មកគឺអ្វីដែលគួរតែជៀសវាងក៏ដូចជាការកែប្រែក៏ដូចជាផ្ដល់យោបល់មួយចំនួនបាទអញ្ចឹងតកតងទៅនឹងការថតរូបរបស់គាត់ទី1ដែលល្អហ្នឹងគឺតកតងទៅនឹងពលឺបាទអញ្ចឹងពលឺគាត់ control ល្អដោយសារទូរស័ព្ទ iPhone ឬក៏ទូរស័ព្ទ smartphone សម័យថ្មីនេះគឺប្រើអូតូទៅវាជួយពលឺយើងបានច្រើនអញ្ចឹងតែបើតែយើងឆេះកន្លែងថ្ងៃនេះទីប៉ុន្តែគាត់ថាផ្សេងកែពីហ្នឹងគឺអត់អីទេគឺមានពណ៌ green ល្អអញ្ចឹងខ្ញុំគិតថាគាត់ថតដូចនៅគ្រីរុំបាទគ្រីរុំពេលថ្ងៃលិចនេះបាទនេះដូចជាប្រហែលអញ្ចឹងនេះគឺជាចំណុចល្អគាត់ទី1ហើយទី2គាត់ចេះចាប់យក frame បាទនេះ frame ដើមឈើនីមួយហើយនឹងដើមឈើនីមួយដើម្បីវាធ្វើឲ្យ balance ថ្ងៃនេះកដាលហើយវាមានអីទុកសងខាងអញ្ចឹងណាអញ្ចឹងខាងនីមួយអញ្ចឹងគាត់មានការគិតគូរទៅលើប្លង់របស់គាត់ដែរបាទអញ្ចឹងបកចូលតកតងទៅនឹងអ្វីដែលជា comment ឬជាការខ្វះខាតរបស់គាត់ទី1តកតងទៅនឹងពេលគាត់ចាប់ប្លង់គឺគួរតែមើលបាទថាតើព័ត៌មាននេះបាទកន្លែងនេះវាសំខាន់អត់ហើយវា balance ខាងនេះអត់បាទអញ្ចឹងគាត់មានដើមឈើ balance ហើយបាទប៉ុន្តែវាថែមកន្លែងនេះមួយទៀតអញ្ចឹងវាអាចជាកន្លែងទើសភ្នែករបស់យើងដែលជាព័ត៌មានមកគឺវារំខានភ្នែកយើងកន្លែងហ្នឹងណាបាទអញ្ចឹងនេះគឺជាខ្វះខាតទី1អញ្ចឹងអ្វីដែលជាយោបល់របស់ខ្ញុំអាចបដូរទីតាំងថតបានថាបាទកន្លែងនេះជាកន្លែងគាត់ស្នាក់នៅអីគាត់ទៅកែងហ្នឹងគាត់យក triangle ចុងនេះមកណាបាទ triangle ចុងមកបុកទៅថ្ងៃនឹងល្អដែរឬមួយក៏គាត់ក្របបាទអញ្ចឹងក្របបែបម៉េចគឺខ្ញុំឧទាហរណ៍មើលអញ្ចឹងដើម្បីគ្រោះឬក៏ឲ្យវាល្អនោះគឺយើងក្របឧទាហរណ៍គាត់ឆ្លាញ់ ratio ប៉ុណ្ណឹងតែ ratio នេះគឺគាត់ ratio គាត់ក្របដោយខ្លួនឯងណាអញ្ចឹងអត់តាមស្តង់ដារអញ្ចឹងឧទាហរណ៍ខ្ញុំយក original ក្របគាត់អញ្ចឹងគាត់បាន ratio ប៉ុណ្ណឹងគឺយើងអាចក្របជុលឲ្យដាច់គឺដាច់ចេះតែម្ដងធ្វើឲ្យសល់ frame ណាឧទាហរណ៍ថាឥឡូវប៉ុណ្នេះកដាលនៅខាងថ្ងៃនឹងកដាលហើយ rule assert អញ្ចឹងវានៅជាប់ទៀតអញ្ចឹងខាត់ខាងនេះយើងចូលបន្ថែមប៉ុណ្ណេះអូខេអញ្ចឹងយើងអាចមើលថាក្របប៉ុណ្ណឹងវាពេញភ្នែកសំភ្នែកយើងនៅ rule assert តទៅនឹងអ្នកថ្ងៃនៅ rule assert អញ្ចឹងយើងដាក់ប៉ុណ្ណេះយើងក្របប៉ុណ្ណេះយើងអាចសល់ frame ខាងនេះហើយសល់ frame ខាងនេះអញ្ចឹងថ្ងៃកដាលដែរបាទអញ្ចឹងវាបាត់ព័ត៌មានមិញណាអញ្ចឹងឧទាហរណ៍យើងយកប៉ុណ្ណឹងឬក៏យើងព្យាយាមទៅទៀតឬក៏យកចេះតែម្ដងចេះអត់ស្អាតទេអញ្ចឹងកាញ់មិនទេបាទអញ្ចឹងយើងសាកល្បងអស់លទ្ធភាពណាប៉ុណ្ណេះល្អប្រសើរបាទធ្វើ rule assert ហើយមានសល់ frame ប៉ុន្តែយើងដឹងហើយយើងអត់អាចស្មើគ្នាបានទេកពូលនេះហើយកពូលនេះអត់ស្មើគ្នាអញ្ចឹងយ៉ាងហោចណាស់ក៏វាអាចស្រួលភ្នែកជាងមិញដែរហើយយើងបាត់អានេះមកយើងដែរព័ត៌មានអត់ប្រយោជន៍ឡើយនេះចោលណាបាទអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះល្អអូខេហើយយ៉ាងណាមិញគឺខ្ញុំអត់ចូលចិត្តនៅកន្លែងនេះដែរបាទសារនេះគឺវាក្រាស់ពេកហើយនឹងវាដល់កពូលលើហើយខាងនេះគឺនៅត្រឹមនេះស្អាតគេមានពេញលេញរូបដើមឈើអញ្ចឹងណាបាទអញ្ចឹងវាអត់ស្មើគ្នាអញ្ចឹង frame ពីនេះតែមាន frame ប៉ុន្តែវាអត់ balance គ្នាបាទអត់ដូចគ្នាអត់ balance គ្នាអញ្ចឹងណាអញ្ចឹងហើយអញ្ចឹងគាត់នេះជាការសង្គ្រោះឲ្យស្រួលមើលជាងមុនបន្តិចអញ្ចឹងយើងអាចថ្ងៃក្រោយយើងប្រូទិសណាយើងអាចដើរទៅខាងណាលេងជាមួយនឹង subject ផ្សេងអីទៅស្អាតជាងធ្វើម៉េចឲ្យមាន balance ធ្វើម៉េចឲ្យមាននេះ foreground គាត់ល្អហើយហ្នឹងហើយអញ្ចឹងយើងមាន foreground balance frame សងខាងថ្ងៃលិចនឹងមកប្រកបក្រមស្អាតដែរអូខេយើងមានប៉ុណ្ណឹងអូខេបងប្អូនបាទសង្ឃឹមថាម្ចាស់រូបពេញចិត្តនៅការ review របស់ខ្ញុំដែលវាជាចំណេះដឹងមួយវាអាចកែប្រែក៏ដូចជារំលឹកក៏ដូចជាធ្វើឲ្យយើងធ្វើការថតរូបរបស់យើងនឹងមានការប្រុងប្រយ័ត្នក៏ដូចជាមើលបានគ្រប់ជ្រុងជ្រោយបាទអញ្ចឹងសង្ឃឹមថាវីដេអូមានប្រយោជន៍ដល់បងប្អូនដទៃទៀតអញ្ចឹងកុំភ្លេច share ហើយនឹងបើមានរូបថតអី comment ខាងក្រោមដើម្បីខ្ញុំធ្វើ review បន្ថែមទៀតបាទអញ្ចឹងកុំភ្លេច follow page ខ្ញុំម្នាក់មួយផងហើយកុំភ្លេចថា your photo is your reward បាទថតរូបបានច្រើនវាជារង្វាន់របស់បងប្អូនជួបគ្នាវីដេអូក្រោយបាទ